ប្រសិនបើមន្ទីរពេទ្យមួយមានប្រព័ន្ធ EMR ល្អតើអាចផ្ដល់លទ្ធផលពេញលេញបានដែរឬទេបើលោកគ្រូអ្នកគ្រូមិនទាន់យល់ពីរបៀបនៃការប្រើប្រាស់វាការផ្លាស់ប្ដូរទៅកាន់ប្រព័ន្ធសុខាភិបាល Digital មិនមែនគ្រាន់តែជាការដំឡើងកម្មវិធីតែប៉ុណ្ណោះទេប៉ុន្តែត្រូវធានាថាអ្នកប្រើប្រាស់គ្រប់ផ្នែកអាចយល់និងអនុវត្តបានត្រឹមត្រូវក្រុមការងារដ៏សកម្មរបស់ពេទ្យយើងបានចូលបណ្ដុះបណ្ដាលណែនាំនិងអនុវត្តជាក់ស្ដែងជាមួយបុគ្គលិកមន្ទីរពេទ្យនិង clinic តាមលំហូរការងាររបស់ផ្នែកមួយៗចាប់ពីការចុះឈ្មោះអ្នកជំងឺការវាស់សញ្ញាណជីវិតការពិគ្រោះជំងឺការស្នើនិងការបញ្ជូនលទ្ធផលមន្ទីរពិសោធន៍ការគ្រប់គ្រងផ្នែកឱសថការទូទាត់សាច់ប្រាក់រហូតដល់ការរៀបចំរបាយការណ៍ការបណ្ដុះបណ្ដាលរបស់យើងផ្ដោតទៅលើការអនុវត្តជាក់ស្ដែងដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់សាកល្បងប្រព័ន្ធសួរសំណួរនិងទទួលបានដំណោះស្រាយភ្លាមៗពីក្រុមការងារបន្ទាប់ពីការបណ្ដុះបណ្ដាលក្រុមពេទ្យយើងនៅតែបន្តតាមដាននិងការផ្ដល់ការគាំទ្រទាំងនៅទីតាំងនិងពីចម្ងាយដើម្បីជួយឲ្យការប្រើប្រាស់ប្រព័ន្ធកាន់តែដំណើរការបានយ៉ាងរលូនព្រោះសម្រាប់ពេទ្យយើងភាពជោគជ័យមិនមែនគ្រាន់តែដំឡើងប្រព័ន្ធតែប៉ុណ្ណោះទេប៉ុន្តែគឺនៅពេលដែលអ្នកប្រើប្រាស់អាចប្រើវាបានដោយទំនុកចិត្តនិងបង្កើតលទ្ធផលពិតប្រាកដក្នុងការផ្ដល់សេវាឲ្យអ្នកជំងឺពេទ្យយើងបណ្ដុះបណ្ដាលជាក់ស្ដែងគាំទ្របន្តរីកចម្រើនជាមួយគ្នា